បាទបងប្អូនថ្ងៃនេះគឺយើងមានដុំបាទ adapter 24V ដុំពែប្រភេទពែតាន់ណាបងប្អូនបាទពែដុំភ្លើងធំហើយប្រភេទនេះគឺខ្លាំងបងប្អូនលេងជាមួយនឹងប្រភេទ ZK AT21 ឬក៏ AS21 អីគឺវាយអត់ញួចភ្លើងទេបងប្អូនបាទវាយខ្លាំងល្អមែនតើបាទខ្ញុំតេស្តរួចរាល់ហើយវីដេអូក្រោយគឺខ្ញុំនឹងធ្វើបង្ហាញបន្ថែមបាទនេះបងប្អូនមើលធៀបជាមួយនឹងដុំនេះជាមួយនឹងម៉ាស៊ីន ZK ស៊េរីថ្មីរបស់យើងជំនាន់ទី2ហើយនឹងដុំហ្នឹងបងប្អូននេះដុំនេះមកជាអាមនេះអញ្ចឹងកម្លាំងរបស់វាគឺខ្លាំងបាតានីជូនហើយខ្សែវាខ្សែខាងមុខវានេះ1ម៉ែត្រខាងក្រោយ1ម៉ែត្រនិយាយទៅមុខក្រោយវា1ម៉ែត្រប្រវែងវាអញ្ចឹងវែងល្អងាយស្រួលបងប្អូនប្រើអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការប្រភេទដុំភ្លើងប្រើជាមួយ ZK ស៊េរីនេះបងប្អូនយើងមានហើយបាទខ្ញុំទៅចូលស្តុកមកដែរទេហើយ ZK AT21 ចំនួន2គឺយើងមានស្តុកជូនអញ្ចឹងសម្រាប់មួយដែលត្រូវការដុំភ្លើងដែលយកទៅប្រើជាមួយនឹង ZK នេះបងប្អូនតាក់ទងមកបាទយើងមានស្តុកមកហើយអញ្ចឹងចាប់ផ្ដើមលក់បញ្ចេញជាមួយនឹង ZK ហ្នឹងហើយបាទអញ្ចឹង ZK នេះក៏មានដែរបងប្អូនបាទតម្លៃសមរម្យនេះចំនួន2ហើយកម្លាំងវាខ្លាំងបាទកងដងវាខ្លាំងធំល្អមកកម្លាំងវាសម្រាប់សាប់220 វ៉ាត់ហើយនឹងសង់វាគឺ160x7 បាទហើយបញ្ជាក់ស៊េរីនេះគឺចំនួនទី2ហើយតាក់ទងជាមួយនឹងម៉ាស៊ីនរបស់វាគឺខ្លាំងបាទកង្ហាលវាចេញមកធំជាងមុនដែរបាទបងប្អូនហើយចាយសាប់ចាយសងបាទអញ្ចឹងបងប្អូនដែលប្រើភ្លើងរត់បាទចង់ប្រើ ZK ជាមួយភ្លើងរត់ direct នេះបងប្អូនគឺទិញមកហើយបាទដុំភ្លើងល្អរបស់យើងបាទចូលហើយបាទអញ្ចឹងប្រភេទនេះគឺ10ពែបាទ10ពែហើយគ្រឿងល្អវាយអត់ញួចភ្លើងទេវាយខ្លាំងល្អបងប្អូនបាទខ្ញុំតេស្តហើយវីដេអូក្រោយខ្ញុំនឹងតម្លាក់ពីវីដេអូតាក់ទងជាមួយយើងតេស្តជាក់ស្ដែងតែម្ដងបាទអូខេអញ្ចឹងសម្រាប់បងប្អូនត្រូវការតាក់ទងមកបាទតម្លៃសមរម្យបាទទិញជាឈុតមួយ ZK ក៏បានទិញតែវាក៏បានបងប្អូនដែលមាន ZK ហើយត្រូវការដុំខ្លាំងអីបាទ 24V 10ពែបាទបងប្អូនបាទខ្លាំងបាទធានាជូនបាទអរគុណ